ឥឡូវយើងបើកទីផ្សារនៅមជ្ឈមបូព៌ាយើងបើកទីផ្សារនៅអឺរ៉ុបយើងបើកទីផ្សារនៅអាហ្វ្រិកបើកទីផ្សារនៅអាស៊ានផងដែរដើម្បីធ្វើយ៉ាងណាឲ្យការនាំចេញរបស់យើងបើទីផ្សារមួយមានបញ្ហាកុំឲ្យយើងពឹងហើយនេះហើយដូចជាបញ្ហាទេសចរយើងនៅខេត្តសៀមរាបដែលឥឡូវយើងកំពុងដាក់ទិសដៅជំរុញខេត្តសៀមរាបកុំឲ្យពឹងផ្អែកតែទៅលើទេសចរសុទ្ធមកផ្នែកគឺកសិឧស្សាហកម្មឲ្យស្រូវយើងមានពលានយន្តហោះអញ្ចឹងយើងនឹងជំរុញថ្ងៃក្រោយអាចមានកម្មន្តសាស្ត្រឥឡូវមានការគិតគូរអំពីរៀបចំជាភស្តុភារកម្មនៅទីនោះបាទធ្វើយ៉ាងណាកុំឲ្យពឹងផ្អែកតែមួយមុខព្រោះប្រជាពលរដ្ឋយើងបើសិនជាមានបញ្ហាលើវិស័យណាមួយអាចជំនះចូលទៅក្នុងវិស័យផ្សេងទៀតក្នុងពេលចាំបាច់ហើយពេលជាមួយគ្រាត្រីមកកត្រកបើស្អុយមួយស្អុយទាំងអស់យើងមិនគួរដាក់ត្រីនៅក្នុងកត្រកតែមួយទេបាទចំពោះវិស័យកសិកម្មដែលយើងច្រើនការរុញប្រទេសនៅខាងក្រៅនេះការរុញផលិតផលយើងនៅខាងក្រៅនេះគឺជាកិច្ចការសំខាន់ដែលយើងត្រូវធ្វើហើយការសំខាន់បំផុតគឺការកំណែទម្រង់នៃការរៀបចំបើកទីផ្សារនិងការពង្រឹងបច្ចុប្បន្នយើងឃើញថាមូលហេតុដែលយើងមានកំណត់ផលិតផលយើងមានប៉ុន្តែការនាំចេញមិនទាន់ប្រតិកលាគ្នានៅច្រើនទៅឡើយដោយសារបញ្ហាមួយចំនួនបញ្ហាស្តង់ដារពុទ្ធគៀមស្តង់ការចរចាបច្ចេកទេសមួយចំនួនប៉ុន្តែមួយទៀតគឺការខ្សែច្រវាក់ផ្ទៃក្នុងរបស់យើងឧទាហរណ៍ថាប្រទេសមួយចង់កុងត្រាទិញកយើង 10,000 តោនអត់មានក្រុមហ៊ុនណាមួយហ៊ានធ្វើទេព្រោះម៉ាស៊ីនយ៉ាងច្រើនតែ 3 ទៅ 4,000 តោនដោយសារយើងគ្មានកន្លែងដែលថាប្រមូលផ្ដុំស្តុកជាមាត្រដ្ឋានធំអញ្ចឹងខ្ញុំបានឲ្យប្រឌិតទៅលើខ្សែច្រវាក់ហេតុអីបានជាយើងចេញបានតិចស្វ័យចន្ទទីដូចគ្នាអញ្ចឹងយើងប្រឌិតមើលថាតើនៅក្នុងខ្សែច្រវាក់នៃផលិតកម្មនេះ value chain នេះតើវាបាត់នៅកន្លែងណាយើងបាត់នៅសមត្ថភាពមួយសម្រាប់ស្រូបយកប្រមូលស្តុកនិងធានានៅការសម្រាប់បម្រើឲ្យការច្នៃនិងការនាំចេញទ្រង់ទ្រាយធំចឹងហើយបានជារាជរដ្ឋាភិបាលកំពុងរៀបចំអនុវត្តនៅគម្រោងជាសាកល្បង pilot program project មួយគឺសម្រាប់ស្វ័យចន្ទទីនៅកំពង់ធំដែលយើងគ្រោងរៀបចំជាសួនឧស្សាហកម្មបែបថ្មីសួនឧស្សាហកម្មនេះមានលក្ខណៈខុសពីសួនឧស្សាហកម្មឬមួយតំបន់សេដ្ឋកិច្ចផ្សេងដែលកន្លងទៅជារបស់ឯកជននេះគឺជារបស់រដ្ឋចេញដីឯកជនដាក់វិនិយោគហើយធ្វើម៉េចជួលកន្លែងហ្នឹងឲ្យទៀបទៅឲ្យអ្នកផ្សេងទៀតហើយរដ្ឋជួយនៅក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធកន្លែងដែរការកំណត់នៅអាជ្ញាប័ណ្ណសម្រាប់អ្នកកែច្នៃស្វ័យចន្ទទីបញ្ហាយើងបើសិនជាយើងមិនកំណត់ទេក្រុមហ៊ុនដែលមកច្នៃនេះអាចមានបញ្ហាបើសិនជាគាត់ដាក់ទុន50 100 លានផលិតបរិមាណសម្រាប់ជាមួយ20-30 ម៉ឺនហិកតាហើយបើយើងឲ្យគាត់10 20 30នៅពេលដែលយើងមានតែ50 ម៉ឺនហិកតានេះជាបញ្ហាអញ្ចឹងបានយើងរៀបចំយុទ្ធសាស្ត្របែបនេះដើម្បីយើងកំណត់ឲ្យមានប្រសិទ្ធភាពប៉ុន្តែនៅក្នុងខ្សែច្រវាក់អ្នកទិញអ្នកអីមួយចំនួនយើងអត់កំណត់ទេគាត់ប្រកួតអីប្រកួតចុះនេះគឺជាការគិតគូរអំពីការធានានៅការនាំចេញបានតើតមានមាត្រដ្ឋានបានតើតមានមាត្រដ្ឋានក្នុងការផលិតបាទព្រោះបើយើងនាំចេញតូចយើងប្រកួតអត់ឈ្នះគេទេហើយបើសិនជាក្រុមហ៊ុនយើងតូចទៅប្រកួតអត់មានមាត្រដ្ឋានទេទៅមិនរួចទេបាទផលិតផលថ្លៃដើមក៏ខ្ពស់ទីផ្សារក៏តូចយើងអត់ទៅអញ្ចឹងមានតែប្រមូលផ្ដុំគ្នារៀបចំ capacity ហើយធ្វើការជាមួយដៃគូណាដែលមានសក្តានុពលយើងមានក្រុមហ៊ុនជប៉ុនដោយក្រុមហ៊ុនមកពីប្រទេសមួយណាទៀតហូឡង់ដែលមានទីផ្សារនៅខាងក្រៅប៉ុន្តែយើងត្រូវធានាថាគាត់អាចទិញបានបាទអញ្ចឹងហើយបានជាការដាក់គិតគូរចេញនៅគឺថាកូតានៃចំនួនសហគ្រាសឬមួយរោងចក្រកែច្នៃដែលកម្រិតធំបាទដើម្បីឲ្យគាត់មានលទ្ធភាពពង្រីកហើយជួយយើងបើគាត់ពង្រីកគាត់ជួយយកទីផ្សារឲ្យយើងគាត់ជួយបច្ចេកទេសយើងដល់កសិករព្រោះសួនឧស្សាហកម្មក្តីរោងចក្រកែច្នៃក្តីវាជាឧបករណ៍គោលដៅធំរបស់យើងគឺជួយកសិករនិងជួយវិស័យនេះបាទគាត់ធ្វើ
គាត់ចំណេញគាត់ខាតយើងឲ្យរួចពុនឲ្យអីប៉ុន្តែអ្វីដែលចង់បានគឺចង់ឲ្យតាមរយៈគាត់រកទីផ្សារឲ្យកសិកររបស់យើងនេះជាការពិតបើយើងដាក់ទិសដៅខុសយើងកំណត់ខុសយើងគិតថាឲ្យតែក្រុមហ៊ុនចំណេញឲ្យគិតតែផលចំណេញរបស់ក្រុមហ៊ុនអត់ទេនេះគឺជាមធ្យោបាយរបស់យើងដើម្បីយកច្រកអ្នកផលិតរបស់យើងយកទៅកាន់ទីផ្សារអន្តរជាតិចឹងយើងកុំខ្លាចឲ្យដីត្នេឲ្យដី free ទៅគេយើងកុំខ្លាចឲ្យពុនទៅគេរួចដើម្បីគេជួយកែច្នៃជួយបង្កើនប្រសិទ្ធភាពផលិតជួយទិញពីកសិកររបស់យើងឲ្យបានច្រើនគោលដៅសំខាន់ដែលខ្ញុំនិយាយរបស់កសិកម្មគឺកសិករបាទអ្នកវិនិយោគទៅលើការកែច្នៃគឺជាអ្នកចូលរួមក្នុងធាតុផ្សំគេថាតួអង្គបន្ទាប់បន្សំដូចយោធាយើងថាគោលដៅសំខាន់និងគោលដៅបន្ទាប់បន្សំគោលដៅសំខាន់គឺកសិករនិងទីផ្សារសម្រាប់កសិផលរបស់យើង